ស្វាគមន៍លោកមេធាវីអ៊ីវិចិត្រមេធាវីនៃក្រុមមេធាវីដខក៏ដូចជាសួស្តីទៅដល់បងសាសាការីនិងជំនួយការគ្រប់រូបដែលមានវត្តមាននៅក្នុងកម្មវិធី The Flexi នាឱកាសព្រឹកនេះកម្មវិធី The Flexi ឆ្នាំ2026នេះបានឈានមកដល់ជុំទី4ហើយជុំនេះនឹងត្រូវបានលើកយកមកបង្ហាញជាបទបង្ហាញជាពិសេសទៅលើប្រធានបទពាក់ព័ន្ធទៅនឹងច្បាប់ដើម្បីជាការចូលរួមចំណែកនិងបញ្ជ្រាបទៅដល់ការយល់ដឹងអំពីច្បាប់ដែលមានលក្ខណៈខុសប្លែកពីជុំមុនដែលនិយាយអំពីប្រវត្តិសាស្ត្រនិងសៀវភៅផ្សេងៗដែលពាក់ព័ន្ធទៅនឹងអាជីវកម្មនិងចំនួនជាដើមកម្មវិធី The Flexi សប្តាហ៍ទី17នៃព្រឹកនេះដែលនឹងត្រូវធ្វើបទបង្ហាញដោយលោកហេងសុគង្គនិងនៃជំនួយការនៃក្រុមមេធាវីដខក្រមប្រធានបទស្ដីពីបច្ចេកទេសសួរចម្លើយក្នុងរឿងព្រហ្មទណ្ឌដូច្នេះមុននឹងឈានទៅដល់ការធ្វើបទបង្ហាញស៊ីជម្រៅពាក់ព័ន្ធទៅលើនឹងប្រធានបទខាងលើនាងខ្ញុំសូមអញ្ជើញលោកមេធាវីអ៊ីវិចិត្រដើម្បីប្រកាសបើកកម្មវិធីអរុនសុស្ដីអ្នកទាំងអស់គ្នាហើយស្វាគមន៍ថ្ងៃនេះមានការចូលរួមពីសិស្សការី2នាក់ដែរអញ្ចឹងវាអាចកំដរកម្មវិធីយើងបានទៅមុខដែរសូមអរគុណថ្ងៃនេះគឺជាសប្តាហ៍ទី17ជុំទី4ពាក់ព័ន្ធនឹងប្រធានបទស្ដីពីបច្ចេកទេសនៃការសួរចម្លើយក្នុងរឿងព្រំតន់ខ្ញុំយល់ថាប្រធានបទនេះនឹងអាចជាធាតុចូលថ្មីសម្រាប់អ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះហើយសង្ឃឹមថាវាគ្មិននឹងជឿនឹងធ្វើនៅបទបង្ហាញដែលមានលក្ខណៈជក់ចិត្តហើយនឹងមានលក្ខណៈជាការបង្ហាញឲ្យអ្នកដែលមានវត្តមានទីនេះទទួលបាននៅចំណេះដឹងនិងបទពិសោធន៍ថ្មីៗហើយក្នុងនាមជាមេធាវីក៏ដូចជាតំណាងឲ្យលោកសុនលីងហេងសូមប្រកាសបើកកម្មវិធី The Flexi សប្តាហ៍ទី17នេះពេលបាទចឹងសូមស្វាគមន៍ម្ដងទៀតមកកាន់កម្មវិធី The Flexi ជុំទី4សប្តាហ៍ទី17ដែលខ្ញុំបានអានសៀវភៅមួយដែលមានចំណងជើងនោះគឺបច្ចេកទេសសួរចម្លើយនៅក្នុងរឿងព្រំតន់ហើយក៏ខ្ញុំបានយកវាមកធ្វើ slide ដើម្បីចែករំលែកជាចំណេះដឹងទៅកាន់អ្នកនរគ្នាផងដែរនេះគឺជាព័ត៌មានអំពីសៀវភៅដែលមានពន្ធដោយលោកសាលប៊ុនធឿនក៏ដូចជាបោះពុម្ពលើកទី1នៅឆ្នាំ2020ហើយខ្ញុំសូមណែនាំពីខ្លួនខ្ញុំបន្តិចខ្ញុំបានឈ្មោះហេងសុគង្គជាសិស្សផ្នែកបញ្ញាបត្រនីតិសាស្ត្រនៅសាកលវិទ្យាល័យមេគង្គកម្ពុជាក៏ដូចជាជំនួយការនៃក្រុមមេធាវីដខផងដែរចំពោះមាតិការបស់ប្រធានបទរបស់យើងគឺមានចំនួន7ទី1សេចក្តីផ្ដើមទី2គម្រោងការទី3ការវិតម្លៃទី4វិធីសាស្ត្រក្នុងការសួរចម្លើយទី5វិធានស្ដីពីសិទ្ធិនៃការសួរចម្លើយដូចជាទី6វិធានច្បាប់នៃការសួរចម្លើយនិងចុងក្រោយនោះគឺសេចក្តីសន្និដ្ឋានចូលមកសេចក្តីផ្ដើមកិច្ចសួរចម្លើយគឺជានីតិវិធីមួយដែលសំខាន់ដែលយើងឃើញស្ទើរតែលើគ្រប់ដំណាក់កាលនៃនីតិវិធីព្រមទាំងក៏ដូចជាច្បាប់ទម្រង់ដទៃទៀតដែរចំពោះចំណុចនេះបើហើយយើងឃើញថាកិច្ចការសួរចម្លើយគឺវាសំខាន់សម្រាប់បច្ចេកទេសស្រាវជ្រាវក៏ដូចជាក្តីក្តាំងនានាចឹងដោយភាពពិសេសដូចនេះទៅការសួរចម្លើយគួរតែមានវិធីសាស្ត្រដូចជាបែបបទនិងដំណើរការដើម្បីធានាបាននូវលទ្ធផលមួយដែលបានជាចំណុចមួយដែលជាការពិតមុននឹងធ្វើការស៊ើបសួរយើងត្រូវរៀបចំខ្លួនជាមុនសិនកងនឹងរៀបចំទុកជាមុនក៏ដូចជាវិធានសុវត្ថិភាពចំពោះការរៀបចំទុកជាមុនហ្នឹងគឺយើងរៀបចំទៅលើដូចជាប្រមូលព័ត៌មានឲ្យបានកាន់តែច្រើនទី2អំពីអង្គហេតុរបស់ល្មើសក៏ដូចជាចំណុចលក្ខណៈរបស់ជនសង្ស័យនិងទំហំនៃរឿងក្តីចំពោះវិធានសុវត្ថិភាពក៏សំខាន់ដែរនៅពេលដែលយើងទៅសួរចម្លើយជាមួយកូនក្តីគឺយើងឃើញថាគឺជាជនសង្ស័យនឹងអត់ដាក់ជាខ្នោះឬក៏ឃុំខាំងគាត់នៅឡើយពេលយើងទៅសួរចម្លើយហើយទី2នោះជនសង្ស័យយើងសួរចម្លើយអាចជាឧក្រិដ្ឋជនគ្រោះថ្នាក់ឬក៏មានសតិស្មារតីប្រក្រតីអញ្ចឹងយើងត្រូវតែប្រយ័ត្ន
ចូលមកចំណុចខការបង្កើតកម្រងសំណួរចំគោលដៅចឹងការកំណត់បញ្ហាបានច្បាស់លាស់មុននឹងចោទសួរយើងត្រូវកំណត់អំពីបញ្ហាបានច្បាស់លាស់ដើម្បីជៀសវាងការសួរឲ្យចាប្រធានបទឬក៏ការសួរចម្លើយដដែលដល់ប្រយោជន៍ដែលនាំឲ្យស្មុគស្មាញនៅក្នុងសំណុំរឿងនៅក្នុងសំណុំរឿងក៏មិនទាន់សំណួរដែលយើងត្រូវគិតឬក៏យើងត្រូវសួរបាទចឹងខ្ញុំសូមម្ដងទៀតចូលមកចំណុចខការបង្កើតកម្រងសំណួរចំគោលដៅចឹងការកំណត់បញ្ហាបានច្បាស់លាស់មុននេះយើងត្រូវចោទសួរទៅលើជនសង្ស័យយើងត្រូវកំណត់ពីបញ្ហាបានច្បាស់លាស់សិនដើម្បីជៀសវាងការសួរដែលនាំមកចែកប្រធានបទក៏ដូចជាការសួរទៅលើសំណួរដដែលអប្រយោជន៍ដែលនាំមកស្មុគស្មាញនៅក្នុងសំណុំរឿងពីនៅក្នុងរឿងព្រមតសំណួរដែលយើងត្រូវគិតឬក៏សំដៅទៅលើមុនគេនោះគឺធាតុផ្សំនៃបទល្មើសក៏ដូចជាកលៈទេសៈមធ្យោបាយហេតុបច្ច័យនិងប្រធានបទនៃបទល្មើសនិងប្រធាននៃបទល្មើសចឹងចូលមកកែច្រើនពាក្យពេចន៍ក្នុងការសួរចម្លើយបើយើងសួរចម្លើយទៅជនសាមញ្ញយើងត្រូវយកពាក្យពេចន៍ណាដែលយើងនិយាយទៅគាត់ស្រួលស្ដាប់បានឧទាហរណ៍បើយើងនិយាយសាមញ្ញទៅខែអ្នកឯងកាប់បណ្ដាកាប់ម្នាក់នោះមិនឲ្យស្លាប់តែបើយើងនិយាយក្នុងពាក្យបច្ចេកទេសអ្នកឯងបានប្រព្រឹត្តនៅកិច្ចកម្មទុកជាមុនចឹងបើយើងនិយាយពាក្យបច្ចេកទេសហ្នឹងទៅអាចគាត់នឹងអត់យល់វាអាចជាពិបាកក្នុងការស៊ើបសួរដែរចឹងចូលមកចំណុចទី3ការវិតម្លៃការវិតម្លៃយើងត្រូវវិតម្លៃទៅលើទី1នោះការវិតម្លៃទៅលើទំហំនៃរឿងក្តីព្រោះតែយើងវិតម្លៃហ្នឹងវាផ្ដល់ជាអ្វីឲ្យយើងទី1នឹងជួយឲ្យយើងសម្រេចចិត្តក្នុងការរើសវិធីសាស្ត្រដូចជាការចំណាយពេលវេលានិងរៀបចំប្រភេទសំណួរជាដើមហើយអ្នកសួរត្រូវឆ្លើយតបទៅនឹងសំណួរឲ្យបាន3ទី1តើបើជនសង្ស័យមានទំនោរជាសារភាពឬក៏បដិសេធសំណួរទី2តើចម្លើយនោះពិតឬក៏មិនពិតនិងចុងក្រោយតើនៅមានខ្វះចន្លោះចំណុចត្រង់ណាសំខាន់ទៀតអត់ចឹងយើងត្រូវសួរខ្លួនឯងចំណុចបន្ទាប់ការវិតម្លៃបុគ្គលិកលក្ខណៈក៏ដូចជាចិត្តសាស្ត្រចឹងយើងត្រូវចេះវិតម្លៃអត្តចរិតរបស់ជនសង្ស័យម្នាក់ដែលខុសគ្នាទៅតាមដំណើរធម្មជាតិរបស់ពួកគេយើងនឹងស្រាប់ថាមនុស្សម្នាក់គឺមាននៅចរិតលក្ខណៈផ្សេងគ្នាចឹងហើយយើងត្រូវការវិធីសាស្ត្រដូចជាការស៊ើបសួរនោះគឺខុសៗពីគ្នាហើយលើពីនេះទៅទៀតការអង្កេតលើអាការៈសម្គាល់ចិត្តសាស្ត្រដូចជាការកុហកការក្រោធការភ័យការអៀនខ្មាស់អាហ្នឹងជាចំណុចមួយដែលយើងអាចចាប់នៅលើការសួរចម្លើយបានខ្ញុំសូមបកស្រាយចំណុចដែលយើងបានរៀបរាប់មិញអាការៈការកុហកពីច្រើនកាត់ឡើងពួកគេជឿថាការកុហកអាចផ្ដល់ប្រយោជន៍ជាងការពិតអាការៈយើងសង្កេតទៅគឺរួមមានតបភ្នែកគាត់កន្លះចុះឡើងក៏ដូចជាដៃមានកាយវិការខុសធម្មតាដូចជាញ័រឬក៏កត្រាក់ធំហើយតង្ហារបស់គាត់គឺដកអប្រក្រតីគឺដកញ័រពីសំឡេងគឺឡើងចុះខុសប្រក្រតីចំពោះអាការៈខឹងក្រោធយើងឃើញភាគច្រើនវាកើតចេញពីសេចក្តីតោះចិត្តអាការៈយើងឆ្នាំមើលទៅគាត់ខាំថ្មិញស្រែកឬក៏និយាយកំហុសក្តាប់ដៃញ័រឬក៏កែភ្នែករបស់គាត់សម្លឹងចង់ឡើងដែលមនុស្សក្រោធនេះមានសតិទាបតែចម្លើយដែលអាចមានភាពពិតនោះគឺខ្ពស់ចំពោះអាការៈភ័យសេចក្តីភ័យខ្លាចរងចិត្តឲ្យគេនឹងព្យាយាមការពារខ្លួនដើម្បីកិច្ចវេះនៅរឿងដែលខ្លួនបានធ្វើដែលការៈនោះរួមមានដូចជាហូរញើសបង្ហើមដកផុតសម្លេងញ័រខ្សែចំពោះការអៀនខ្មាស់វិញវាជារបាំងចិត្តសាស្ត្រដែលនាំឲ្យមិនហ៊ាននៅសារភាពរឿងមួយដោយមានទឹកមុខព្រោះឡើងក្រហមឬក៏ស្ទាក់ស្ទើរមិនហ៊ានសម្លំចើសម្លំចោល
ចំពោះនេះគឺជាវិធីសាស្ត្រដែលក្នុងការសួរចម្លើយដែលខ្ញុំបានយកពីសិភៅមួយហ្នឹងដែលរួមមាន6ចំណុចជាមួយវិធីសាស្ត្រ rate ទី2វិធីសាស្ត្រPatrick ទី3វិធីសាស្ត្រដកឲ្យខ្លោចរងនឹងជាពាក្យខ្មែរយើងចំណាំប្រើដែរទី4វិធីសាស្ត្របំភាន់ទី5វិធីសាស្ត្រសម្បត្តិរីឯទី6នេះគឺវិធីសាស្ត្រឆ្នេះចឹងខ្ញុំសូមបកស្រាយចំពោះវិធីសាស្ត្រ rate នេះគឺជាវិធីសាស្ត្រមួយដែលល្បីដែរនៅអំឡុងឆ្នាំ1950ដែលរកឃើញដោយលោក John E. Rate ដែលវិធីសាស្ត្រនោះរួមមាន9ជំហានទី1ការប្រឈមមុខដាក់គ្នាដោយផ្ទាល់កាលណាយើងមានឱកាសប្រឈមមុខជាមួយគ្នាដោយផ្ទាល់ចឹងយើងអាចមានឱកាសសួរចម្លើយរបស់គាត់ថាអាចទទួលបានលទ្ធផលល្អជាងយើងសួរដោយប្រយោលទី2ការវិតម្លៃកម្រិតយល់ដឹងរបស់ជនសង្ស័យដូចជាទី3ការបញ្ឈប់ការបដិសេធអញ្ចឹងយើងត្រូវមានវិធីសាស្ត្រមួយដើម្បីបញ្ឈប់ការបដិសេធរបស់ជនសង្ស័យដែលយើងសួរចម្លើយនឹងជួនកាលយើងនិយាយមានចាក់ដល់ទៅគាត់ត្រូវដែរប៉ុន្តែគាត់ព្យាយាមបដិសេធឬក៏កិច្ចវេះនៅអ្វីខ្លួនបានធ្វើចំណុចបន្ទាប់នេះការយកឈ្នះលើការជំទាស់អាហ្នឹងគឺវាដូចគ្នាទៅនឹងការបដិសេធដែរដោយដោះគម្លាតចិត្តសាស្ត្រដោយហៅថាដោយហៅឈ្មោះចំឬក៏ប៉ាស្មែតិចៗឲ្យគេកាន់តែមានភាពតានតឹងចូលមកវិធីសាស្ត្របន្ទាប់ដែលពាក្យចាស់ខ្មែរយើងឆ្នាំនិយាយគឺដុតឲ្យខ្លោចរកនៅនឹងដែលភាគច្រើនយើងប្រើចំពោះមនុស្សឆេឆាវមនុស្សដែលស៊ីចូលមនុស្សដែលភ័យខ្លាចដោយប្រើពាក្យសម្ដីដុតអារម្មណ៍ពួកគេឲ្យខឹងខ្លាចឬក៏លោភដើម្បីបំបែកការតាំងស្តេរបស់ពួកគេដើម្បីឲ្យពួកគេបាត់បង់ម្ចាស់ការលើខ្លួនឯងដូចជាឆ្លើយនឹងចម្លើយមួយដែលផ្លេចខ្លួនចូលមកវិធីសាស្ត្របន្ទាប់គឺវិធីសាស្ត្របំភាន់ដោយយើងប្រើល្បិចចិត្តសាស្ត្រធ្វើឲ្យពួកគេនឹងមានទំនុកចិត្តលើខ្លួនឯងដូចជាការផ្សាយព័ត៌មានដែលមិនពិតថាជនក្រុមគុំបានស្លាប់ឬក៏ចុះផ្សាយទូរលេខទឹកប្រាក់ប្លន់ដែលលើសពីការពិតអានេះយើងចំណាំឃើញរឿងខ្លះគេនិយាយថាចៅមួយបានទៅប្លន់ធនាគារទឹកប្រាក់ច្រើនប៉ុណ្ណេះដោយគាត់ចៅមានក្រុមច្រើនទៅប្លន់ទៅដល់ពេលពួកគេទៅចែកលុយគ្នានឹងចំនួនទឹកប្រាក់ប៉ុណ្ណេះប៉ុន្តែនៅក្នុងព័ត៌មានផ្សាយមកថាចៅនឹងប្លន់ទឹកប្រាក់លើសពីពួកគេមកប្លន់នឹងទៀតចឹងហើយទៅឲ្យពួកគេនឹងឆ្លោះគ្នាក៏អាចមកសារភាពចម្លើយផងដែរចឹងចូលមកវិធីសាស្ត្រសម្បត្តិយើងច្រើនឃើញហើយវិធីសាស្ត្រនេះនៅប្រទេសកម្ពុជាយើងដូចជាតឡាការនៅកម្ពុជាយើងច្រើនប្រើដែរវិធីសាស្ត្រសម្បត្តិគឺជាចិត្តសាស្ត្របែបប្រពៃណីមួយដែលមានសេចក្តីភ័យខ្លាចជាឬក៏គេជឿថាមានទេវតាចាំដាក់ទោសអ្នកដែលកុហកដែលវិធីសាស្ត្រនេះត្រូវបានប្រើជាវិស័យផ្លូវការនិងសាលាជំនះក្តីនៅកម្ពុជាចំពោះវិធីសាស្ត្រចុងក្រោយគឺការវិធីសាស្ត្រឆ្នេះឈលលើគោលចំហចរចាដោយផ្ដល់ប្រយោជន៍រួមបញ្ជាអារម្មណ៍ជាសត្រូវដើម្បីឲ្យជនសង្ស័យព្រមសហការឆ្លើយលម្អិតនៅព័ត៌មានដែលយើងចង់បានចំពោះចំណុចទី6វិធានច្បាប់នៃការសួរចម្លើយការបំពេញការការពារពីការបំពេញអញ្ចឹងការអនុវត្តនៅការសួរចម្លើយត្រូវតែគោរពទៅតាមវិធានច្បាប់ជាដាច់ខាតដើម្បីធានានៅតម្លៃផុសតាំងមិនត្រូវបានបាត់បង់ទីមួយហាមដាច់ខាតដោយប្រើទរណកម្មឬក៏ការដាក់សម្ពាធគម្រាមកំហែងឬបំពេញតាមផ្លូវកាយផ្លូវចិត្តដើម្បីយកចម្លើយនោះទេផុសតាំងដែលបានមកពីមធ្យោបាយទុច្ចរិតមិនត្រូវបានទទួលស្គាល់ដោយហើយចុះសង្ស័យក៏មានសិទ្ធិប្តឹងសុំមុខភាពកិច្ចនីតិវិធីឬក៏ដឹងតបទរណកម្មប្រឆាំងនឹងអ្នកស៊ើបសួរផងដែរ
ចឹងចូលមកចំណុចបន្ទាប់ការបែងចែកសមត្ថកិច្ចក៏ដូចជាវិទ្យាសាស្ត្រច្បាប់ចឹងចំពោះការស្រង់ចម្លើយយើងច្រើនប្រើនៅក្នុងបប្រតិបត្តិការស៊ើបអង្កេតបឋមចំពោះការស្ដាប់ចម្លើយយើងធ្វើឡើងចំពោះបានបណ្ដឹងរដ្ឋប្រវេណីក៏ដូចជាជនរងគ្រោះឬក៏សាក្សីចំពោះការសួរចម្លើយយើងត្រូវធ្វើចំពោះជនត្រូវចោទនៅក្នុងដំណាក់កាលស៊ើបសួរដោយចក្រមការស៊ើបសួរនឹងមានរយៈពេល4ខែគឺឬធ្វើចំពោះជនជាប់ចោទឬពិរុទ្ធជនចំពោះមុខអង្គចំនួន5ចំពោះតែនគរបាលយុត្តិធម៌មិនអាចសួរចម្លើយជនត្រូវចោទបានឡើយលើកលែងតែមានការចាត់តាំងឲ្យស៊ើបសួរចំនួនដោយចក្រមចំពោះបទសម្ភាសន៍គឺកើតដល់ការប្រឹងប្រែងស្ម័គ្រចិត្តនិងគ្មានការធ្វើកំណត់ហេតុជាផ្លូវការដែលខុសពីការស៊ើបសួរចម្លើយដែលទាមទារការតបតដោយពេញលេញនិងត្រូវមានកំណត់ហេតុច្បាស់លាស់ឡើយចឹងចូលមកសេចក្តីសន្និដ្ឋានដែលជាចំណុចចុងក្រោយរបស់ខ្ញុំនៃ slide នេះផងដែរចឹងយើងឃើញថាសិល្បៈនៃការសួរចម្លើយគឺជាតុល្យភាពបែបវិទ្យាសាស្ត្រចិត្តសាស្ត្រក៏ដូចជាវិធានច្បាប់ចំពោះអ្នកស៊ើបសួរចម្លើយដែលជោគជ័យគឺមិនមែនជាអ្នកដែលប្រើកម្លាំងបាយឬក៏ការគំរាមកំហែងដើម្បីយកចម្លើយនោះទេប៉ុន្តែគឺជាអ្នកដែលចេះរៀបចំនៅផែនការយល់ដឹងអំពីជំរឿចិត្តសាស្ត្ររបស់មនុស្សការចេះប្រើប្រាស់វិធីសាស្ត្រចរចាដោយសួរដោយវៃឆ្លាតទន្ទឹមនឹងនេះការគោរពសិទ្ធិសេរីភាពនិងវិធានច្បាប់គឺជាខ្នងបង្អែកដ៏សំខាន់បំផុតដើម្បីធានាថាចម្លើយនិងភស្តុតាងដែលទទួលបានមកនោះមានតម្លៃកិត្តិយសពេញលេញនិងផ្ដល់នូវភាពយុត្តិធម៌ពិតប្រាកដនៅក្នុងសង្គមអញ្ចឹង slide របស់ខ្ញុំគឺបញ្ចប់ប៉ុណ្ណឹងក៏ដូចជាសូមអរគុណទៅដល់បងក៏ដូចជាបងមេធាវីបងជំនួយការទាំងអស់ក្នុងការចំណាយពេលស្ដាប់បាទសូមអរគុណ